បងប្អូនក្មេងៗចំនួនកៅជាងខ្លះអាចនឹងកាត់អត់តន់ផងក្រុមតន្ត្រីរហស្សនាមព្រាននារីតន្ត្រីសោភ័ណ្ឌតន្ត្រីសម្ផស្សតន្ត្រីអូយវាយសុទ្ធតែព្រាននារីហើយបងប្អូនយើងណាខ្លះចាំបានម្ចាស់បទកន្សែងអ៊ុនប៉ាក់ជូនបងយោធាអ្នកមីងលឹមវណ្ណនារីដែលជាអតីតបេក្ខនារីមេដាយមាសផ្នែកចម្រៀងទូទាំងប្រទេសបើទោះបីជា60ឆ្នាំជាងហើយនៅពេលនេះតែសម្លេងនៅតែឆ្វាចដង្ហើមនៅតែល្អទទួលយកបានដដែលប៉ះក្រុមកន្លងកាលពីអតីតកាលពូកែឆាបជំនាញឆ្វែលដែលធ្លាប់តែកលុកឡើងផ្អើលវងតន្ត្រីតាមរាំងកសាលឋានសួគ៌រាំងកសាលស្ទឹងខៀវហើយមកចំនួនក្រោយៗបន្តិចនេះខ្ញុំក៏តន់បន្តិចបន្តួចដែរបុប្ផាទឹកនោះចំនួននោះពុកគាត់នៅពេញកម្លាំងបាយបានឈរលេងជះរៀងយ៉ាងសង្ហារាប់ម៉ោង3 4ឈើឆ្លើយថាប្រមមកចិត្តមកប្រមលាមករំលែងញញឹមហើយក៏អរគុណមែនតែនដល់ផលិតកម្មកវី Music មានបងនិងក្រុមការងារអូយពូកែមែនតែននៅក្នុងការជីកកកាយជីកកោះនៅកំណប់សិល្បៈអ្នកខេត្តបាត់ដំបងនិងកំណប់សិល្បៈពីអតីតកាលមកបន្ថែមឲ្យក្មេងៗយើងចំនួនក្រោយបានមើលបានឃើញហើយបានកំសាន្តជាមួយនឹងសិល្បៈចំនួនតាំងពីទសវត្សរ៍80នៅក្នុងផលិតកម្មកវី Music ផ្ទាល់មានទាំងការផលិតនៅខ្សែវីដេអូដែលជាចម្រៀងកាយវិការឡើងវិញពីម្ចាស់បទនិងការច្រៀងឡើងវិញពីសំនៀងម្ចាស់ដើមផ្សេងហើយក៏មានចម្រៀង cover ផងដែរអ្នកខ្ញុំឈ្មោះលឹមវណ្ណនារីនៅឃុំរតនៈភូមិសុភី2ខេត្តបាត់ដំបងអូយអ្នកបាត់ដំបងទៀតហើយចាបាត់ដំបងតាមដឹងអ្វីដែលខ្ញុំបានស្គាល់អ្នកមីងពីមុនមកណាក៏ជា idol ក្នុងដួងចិត្តបងប្អូនអ៊ំពូមីងយើងកាលពីចំនួនឆ្នាំណាខ្ញុំភ្លេចបាត់ទៅ8182ចាបាទ8182កាលនោះល្បីបត់កសែនបាក់ជាមកយោធាបាទកសែនបាក់ជួយបងបាទអញ្ចឹងថ្ងៃនេះបានមកជួបតារាចម្រៀងអញនិយាយថាជើងចាស់បាទសម្រាប់ពួកខ្ញុំណាមីងចាកាលហ្នឹងមិនបានយើងអាចបង្ហាញមុខឲ្យបងប្អូនយើងបានស្គាល់បានតប្រឡងចាប្រឡងចេះមុនដំបូងខ្ញុំច្រៀងការទេការនៅភូមិស្ពី2ហ្នឹងណាបាទដល់ពេលច្រៀងការទៅគេឲ្យខ្ញុំច្រៀងខ្ញុំថាអូយចេះខ្ញុំអត់ច្រៀងពងរស់ស៊ីកាលហ្នឹងសុបាយអា8ជាងពងលក់អីវ៉ាន់ម៉ៅអីតាមចកាសុបាយណាដល់គេថាច្រៀងទៅសលេងបរោះទៅថាអត់ទេដល់ពេលទៅគេចាប់បខំក៏ឡើងច្រៀងទៅឃោសនាការបាត់ដំបងនេះថាអូយមិនបាច់ប្រឡងទេជាប់បដ ாய் ទៅអូតែបន្ទាប់មកប្រឡងមិនឲ្យខ្ញុំជាប់អត់ទេច្រៀងបរោះឲ្យជាប់ទៅខ្ញុំថាអត់ទេខ្ញុំថាអញ្ចឹងគេប្រឡងឡើង2 3ខែខ្ញុំទៅក្រោយគេតាខ្ញុំបានទៅបាន3ថ្ងៃទេហើយដល់ពេលខ្ញុំថាគាត់ទៅដោះអាកន្លែងគេហាត់នោះនៅរោងសាទមេហ៎តែជាងប៉ាប់ភ្លាមទៅជាប់បាត់ហ่ะខ្ញុំថាអូយបន្ទាប់បានប្រឡងមកជាប់ឯណាភ្លាមនេះអីក៏លឿនម្លេះខ្ញុំថាអញ្ចឹងកាលដល់ពីប្រឡងដំបូងហ្នឹងយកបត់អីទៅប្រឡងដែរនេះអូបត់សូរិយាលាព្រៃប៉ុន្តែគេតែងប្រូជាបដិវត្តអូបាទជាចម្រៀងបដិវត្តវិញចាហើយចូលប្រឡងប្រហែលវគ្គប្រហែលបត់ដែរបានអាចសម្រាប់លទ្ធផលចុងក្រោយ2បត់អូតែ2បត់ទេហើយកាលហ្នឹងជាប់ចំណាត់ថ្នាក់លេខណាដែរលេខ1អញ្ចឹងលេខ1ចាលេខ1បានប្រហែលជា2 10ថ្ងៃគេបង្ហាត់អីចូលឡើងឡើងយកទៅប្រឡងនៅពេញមហោស្រពទលេប្រសាអូប្រឡងជាប់ហើយតលតែយើងនឹងមានការបង្ហាត់ទៀតបានអាចឡើងទៅប្រកួតជំនួសនៅក្នុងពេញយើងបាត់ថ្មីបាទយើងមិនជាបាត់ចាស់ឯណាហើយបានពីរង្វាន់អីទៅកាលនោះមេដៃមាសទូទាំងប្រទេសយោយមេដៃមាសចាអ្នកមីងចេះដឹងតែខ្លួនឯងច្រៀងបរោះហ្នឹងពីពេលណាមកឬក៏តលតែចៃដនទេអត់មានចៃដនទេខ្ញុំបើនិយាយទៅប៉ាខ្ញុំអ្នកភ្លេងអូបាទពុយពងអ្នកសិល្បៈតែប៉ាខ្ញុំដាច់ខាតឲ្យច្រៀងណាគាត់ថាបញ្ចង់ច្រៀងចាំប៉ាស្លាប់សិនចាំច្រៀងអាចនឹងកាលមុនមានប្រកាន់ច្រើនសម្រាប់កូនស្រីមើលទៅចាបើគេថាលឹមឯងគាត់ឈ្មោះលឹមប៉ាខ្ញុំបាទអីមិញប៉ាខ្ញុំដាក់លឹមវណ្ណរីនោះគាត់ថាលឹមឯងកូនច្រៀងល្អសឹងមកវាមកឲ្យកូនទៅច្រៀងស្អប់មិនជួយគាត់ខូចគាត់ប្រពន្ធច្រើននោះបាទហើយចាំមកដល់ពេលនេះអាយុប៉ុន្មានហើយអ៊ំខ្ញុំ60ជាងហ៎អូអ្នកមីងផងអ៊ំផងអូ60ជាងតែច្រៀងនៅឆ្វែដដែលខ្ញុំ60ជាងអូបាទសុំចុងក្រោយបន្តិចអ្នកមីងកាលមុនហ្នឹងយកបទអីទៅច្រៀងមិញសូរិយាលាព្រៃរយំស្រណងកំពូលភ្នំស្វាយសែនពងស្រណងឈាមទៀតខេមរាក្រោមដើមកណ្ដោអាពោតយកទៅប្រហានៅចុងខែកញ្ញា
វោសាឆ្នាំ75 អូ បាត់ហ្នឹងឯង បានអរគុណមានស្ដាប់ឡើងព្រឺសបល់អញ្ចឹងបទហ្នឹងគឺកន្លែងពី ចាហើយបាត់ហ្នឹងហើយបាត់មើលឃើញស្រុកខ្មែរ នៅក្នុងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនតែក៏ចង់ប្រាប់បងប្អូនថាខ្ញុំក៏ដូចជាក្រុមការងារ C Dragon ជាមួយនឹងអ្នកមីងនិងពូពុកសិល្បករសិល្បករនីប៊ីសនឹងដាច់យប់អរគុណបងប្អូនជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលា